ទីបំផុតខ្ញុំបានខ្លាយជាកម្ពុជាមនុស្សមិនស្លាប់ក៏ខ្លាយជាវីរបុរសកើតមកទៀបតែត្រូវមានមហិច្ឆតាខ្ពស់10ឆ្នាំហាត់ពុតលុតដំមិនដែលបានសាកល្បងថ្ងៃនេះបង្ហាញឲ្យឃើញតើអ្នកណាហ៊ានតាំងឆ្លងផុសពីផែនដីមកកាន់លោកនេះអស់រយៈពេល10ឆ្នាំទីបំផុតមនុស្សអន់ដូចខ្ញុំក៏អាចខ្លាំងលើលោកបានដែរលោកប៉ាបើប៉ាខ្លាំងលើលោកហើយមិនក៏មិនឲ្យគេដឹងទៅត្រកូលលីនយើងស្មោះត្រង់នឹងជាតិម្ដាយកូនក៏នៅការពារព្រំដែនបើប៉ាបង្ហាញសមត្ថភាពពិតម្ដាយកូនច្បាស់ជាមិនអាចធ្វើជាមេតបបានទេហេតុអីប៉ានិយាយអញ្ចឹងព្រោះប៉ាយល់ពីបំណងល្អរបស់អធិរាជដាស៊ីតាមព្រះរាជបញ្ជាអធិរាជថាលីវស៊ីយានមានទាំងសមត្ថភាពនិងសម្រស់គ្រួសាររបស់នាងមានចរិតថ្លៃថ្នូរយើងពិតជាពេញចិត្តណាស់ស័ក្តិសមជាគូគប់របស់មេតបធំលីនចៅយានយើងសម្រេចប្រទានអាពាហ៍ពិពាហ៍នេះរៀបចំពិធីនៅថ្ងៃល្អចប់ព្រះរាជសារក្រាបទូលព្រះអង្គទូលបង្គំសូមទទួលរាជសារនិងអរព្រះគុណមេតបការពារជាតិដ៏អស្ចារ្យបែរជាបណ្ដោយឲ្យអ្នកចេះដឹងអនាថាម្នាក់លួចចូលភូមិគ្រីស្ទបាននេះវាពិតជាការប្រមាថយ៉ាងខ្លាំងចុះបើមេតបលីនខឹងខ្លាំងពេកហើយសម្រាប់លីវស៊ីយាននោះតើត្រូវធ្វើម៉េចការបំផ្លាញអាពាហ៍ពិពាហ៍ដែលព្រះអង្គប្រទានឲ្យគឺជាការប្រឆាំងរាជសារយើងទាំងពីរគ្មាននិស្ស័យនឹងគ្នាទេតែក្នុងន័យថាយើងបានរៀបការហើយអ្នកគឺជាស្វាមីតែម្នាក់គត់ក្នុងជីវិតខ្ញុំ